ប្រទេសនៅទ្វីបអាហ្វ្រិកចំនួន2បានប្រកាសបិទមិនឲ្យពលរដ្ឋសហរដ្ឋអាមេរិកចូលក្នុងប្រទេសរបស់ខ្លួនឡើយចាប់ពីឆ្នាំ2026នេះតទៅក្រោយពេលដែលលោកដូណាល់ត្រាំបានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកជាលើកទី2លោកបានដាក់ប្រទេសចំនួន33ចូលក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរចូលក្នុងទឹកដីអាមេរិកបន្ថែមលើនេះនៅថ្ងៃអង្គារទី16ខែធ្នូឆ្នាំ2025ដែលកន្លងទៅថ្មីនេះលោកប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំបានពង្រីកបំរាមធ្វើដំណើរមិនឲ្យចូលមកសហរដ្ឋអាមេរិកតាមរយៈការហាមឃាត់មនុស្សមកពី7ប្រទេសថែមទៀតប្រទេសទាំង7ដែលលោកដូណាល់ត្រាំទើបតែបានបន្ថែមចូលក្នុងបញ្ជីហាមឃាត់នោះរួមមានប្រទេសសេរីប្រទេសប៊ូគីណាហ្វាសូប្រទេសម៉ាលីប្រទេសនីសេប្រទេសសៀឡាឡេអូនប្រទេសស៊ូដង់ខាងត្បូងហើយនិងប្រទេសឡាវជាការឆ្លើយតបទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំមានប្រទេសមកពីទ្វីបអាហ្វ្រិកចំនួន2បានធ្វើការដាក់បំរាមមកលើជនជាតិអាមេរិកវិញដោយមិនអោយពលរដ្ឋអាមេរិកធ្វើដំណើរចូលទៅក្នុងទឹកដីរបស់ពួកគេនោះទេដែលប្រទេសទាំងពីរនោះគឺប្រទេសម៉ាលីនិងប្រទេសប៊ូគីណាហ្វាសូដោយការហាមឃាត់នេះចាប់ផ្ដើមអនុវត្តពីឆ្នាំ2026នេះតទៅអរគុណសម្រាប់ការតាមដានទស្សនាសូមចុច like និង Subscribe ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀតជារៀងរាល់ថ្ងៃសូមអរគុណ